Uh, Hello everyone. Now I would like to talk about the Ajanta and Ellora caves with my own languages is Cambodian language. So please follow me. គូហីអចន្តានិងឡូរ៉ាដែលមានទីតាំងនៅមហារាស្ត្រាប្រទេសឥណ្ឌាគឺជាឧទាហរណ៍ដ៏សំខាន់បំផុតនៃស្ថាបត្យកម្មនិងសិល្បៈកាត់ថ្មបុរាណនៅលើពិភពលោកតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ទាំងនេះផ្ដល់នូវការមើលឃើញដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះការអនុវត្តសាសនាវប្បធម៌និងសិល្បៈនៃប្រទេសឥណ្ឌាបុរាណដែលមានរយៈពេលជាច្រើនសតវត្សនិងមានរូបចម្លាក់ដ៏ស្មុគស្មាញផ្ទាំងគំនូរដ៏វិចិត្រនិងរូបចម្លាក់ដ៏គួរឲ្យភ្ញាក់ផ្អើលគូហីអចន្តានិងអេឡូរ៉ាគឺជាកន្លែងបុរាណវិទ្យាដ៏ល្បីបំផុតនិងគួរឲ្យស្ញប់ស្ញែងបំផុតរបស់ឥណ្ឌាប្រាសាទក្អាងថ្មបុរាណទាំងនេះជាសក្ខីភាពបញ្ជាក់ពីបេតិកភណ្ឌវប្បធម៌និងសិល្បៈដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌាគូហីអចន្តាស្ថិតនៅស្រុកអាវរ៉ាកាបាតមានអាយុកាលតាំងពីសតវត្សទី2មុនគ្រិស្តសករាជនិងសតវត្សទី6នៃគ្រិស្តសករាជរូបមន្តទាំងនេះត្រូវបានសាងសង់ឡើងក្នុងដំណាក់កាលជាច្រើនដោយដំណាក់កាលដំបូងបំផុតមានតំណែងតំណងជាមួយដំណាក់កាលហិណ្ឌយានថេរវាទនៃព្រះពុទ្ធសាសនានិងក្រោយមកទៀតជាមួយនឹងដំណាក់កាលមហាយានរូបភ្នំអចន្តាមានរូបភ្នំថ្មចំនួន30ដែលបម្រើសារព្រះសង្ឃវិហារនិងតលែងរស់នៅសម្រាប់ព្រះសង្ឃពុទ្ធសាសនាសក្ខលក្ខណៈសំខាន់រួមមានសាលចយាតាំងនេះគឺជាសាលបន់ស្រន់ដែលមានចេតិយមួយរចនាសម្ព័ន្ធរាងជាដំបូលនៅចុងខាងគូហីទី9និងគូហីទី10គឺជាឧទាហរណ៍ដ៏គួរឲ្យកត់សម្គាល់ដែលមានពីដានតុដេកនិងចម្លាក់ដ៏ស្មុគស្មាញវិហារទាំងនេះជាសាលស្នាក់នៅរបស់ព្រះសង្ឃដែលក្រឡាសម្រាប់ព្រះសង្ឃវិហារនៅអចន្តាត្រូវបានតុបតែងយ៉ាងបរិបូរណ៍ដោយរូបចម្លាក់និងផ្ទាំងគំនូរដែលបង្ហាញពីទស្សនវិជ្ជាពីរឿងនិទានជាដករឿងរ៉ាវនៃជីវិតមុនរបស់ព្រះពុទ្ធនិងប្រធានបទព្រះពុទ្ធសាសនាផ្សេងទៀតផ្ទាំងគំនូរនិងរូបចម្លាក់រូបរាងមានភាពល្បីល្បាញដោយសារផ្ទាំងគំនូរនិងផ្ទាំងគំនូរដ៏ប្រណិតដែលត្រូវបានគេចាត់ទុកថាជាស្នាដៃសិល្បៈព្រះពុទ្ធសាសនាផ្ទាំងគុហីអេឡូរ៉ាដែលស្ថិតនៅចម្ងាយប្រហែល100គីឡូម៉ែត្រពីអចន្តាត្រូវបានសាងសង់នៅចន្លោះសតវត្សទី6និងទី10នៃគ្រិស្តសករាជមិនដូចអចន្តាទេអេឡូរ៉ាតំណាងឲ្យចំណុចប្រសព្វនៃសាសនាឥណ្ឌាធំចំនួន3គឺពុទ្ធសាសនាហិណ្ឌូនិងសាសនាចេនរូបភ្នំត្រូវបានសាងសង់ក្រោមការឧបត្ថម្ភរបស់រាជវង្សរ៉ាស្ត្រាកូតានិងយ៉ារ៉ាវ៉ាគូហីអេឡូរ៉ាមាន34ល្អាងដែលលាតសន្ធឹងជាង2គីឡូម៉ែត្រនិងរួមបញ្ចូលវត្តអារាមនិងប្រាសាទនានាលក្ខណៈសំខាន់រួមមានគូហីពុទ្ធសាសនាល្អាងទាំង12នេះល្អាងទី1ដល់12មានអាយុកាលពីសតវត្សទី6ដល់ទី8នៃគ្រិស្តសករាជហើយរួមបញ្ចូលវត្តអារាមនិងសាលធំមួយផងដែរល្អាងទី10ដែលគេស្គាល់ថាជាគូហីវិសេសសក្ការៈឬគូហីជាងឈើមានព្រះពុទ្ធរូបអង្គុយ